តាគាត់ឥឡូវគាត់បានតាសម្រាប់មើលទូរស័ព្ទទេគាត់អត់អាចដើរស្រោចបន្លែជួយកូនធ្វើនេះធ្វើនោះបានទេឥឡូវគាត់ចរីហើយជើងគាត់ស្ពឹកអស់ហើយដោយសារកាលសង្គ្រាមលើកទី1ទី2ហ្នឹងគាត់ជិះឡានទៅពិជ្រៀតគ្នាពេកពីមុនហ្នឹងអត់អីទេគាត់អាចដើរបានធម្មតាទេតែឥឡូវគាត់ស្ពឹកបន្ទាប់ពីជិះឡានរត់នឹងហើយតែគាត់ស្ពឹកជើងហើយខ្នងគាត់កោងទៀតក៏ឈឺរងថ្ងៃគាត់ឈឺទឹកមុខគាត់អត់ស្រស់ទេដោយសារគាត់ឈឺហើយគាត់ stress ទៅណាអត់រួចនេះលទ្ធផលសង្គ្រាម2ដងនេះបងប្អូននេះទស្សនវិជ្ជាកាលតែផ្ទុះលើកទី2ហ្នឹងនេះគឺវីដេអូចាស់ទេតែខ្ញុំយកមក review ឡើងវិញនេះហើយពេលហ្នឹងចាប់ផ្ដើមផ្ទុះនេះហើយខ្ញុំមកឡាននេះញាត់គ្នាចូល10នាក់ជាងទាំងក្មេង12 13នាក់ញាត់ណែនហើយគាត់ជិះមកពីអ្នកប្អូនមុខនេះមកជាហៀងនេះក៏ដាក់ណែនដែរនេះមកតាមផ្លូវនេះចអៀនសត្វតែមនុស្សពងរត់ហើយគាត់ជិះគ្នាច្រើនពេកពេជ្រៀតពេលអញ្ចឹងធ្វើគាត់គៀបតសៃទៅគាត់ស្ពឹកជើងឃើញទស្សនវិជ្ជាតាមដងផ្លូវហ្នឹងគឺវេទនាអ្នកមានឡានមានម៉ូតូមានសមាជិកគ្រួសារតិចអត់អីទេមានមធ្យោបាយធ្វើដំណើរប៉ុន្តែអ្នកខ្លះគាត់សមាជិកគ្រួសារច្រើនហើយអត់មានមធ្យោបាយធ្វើដំណើរត្រូវជិះម៉ូតូសណ្ដោងលម៉កដាក់បានអវ៉ាន់តិចតួចបានិយាយទៅពិបាកម្នាក់មិនចង់ទេសង្គ្រាមហ្នឹងគឺខ្លាចប៉ុន្តែធ្វើមិនវាត្រូវតែជួបអញ្ចឹងសង្ឃឹមថាវាមិនមានលើកទី3ឯទៀតចោលនេះមើលនេះទស្សនវិជ្ជាតាមផ្លូវថ្ងៃដែលរត់មកហ្នឹងថ្ងៃទី8ខែ12 2025ពេញតែផ្លូវរត់យកទៅព្រះយករៀងខ្លួននេះសម្រាប់ក្មេងៗអត់សូវអីទេសម្រាប់ចាស់ជរាដូចតានឹងរហូតដល់លើនឹងដោយសារជីពិជ្រាបដោយសាររត់ដោយសារភ័យខ្លាចអីនឹងធ្វើឲ្យគាត់ជរារហូតដល់លើហើយមួយជីវិតគាត់នឹងគាត់ជួបសង្គ្រាមឆ្អែតហើយសង្ឃឹមថាមកជីវិតចុងក្រោយរបស់គាត់នឹងលែងជួបហើយឥឡូវនៅទៅជួបទៀតបាក់បងប្អូនមើលឡើងតាមផ្លូវនេះខ្លះជិះម៉ូតូគោយន្តរងថ្ងៃសម្រាប់អ្នកជិះដែលនឹងត្រៀមគ្រប់ពេលបងបាច់រៀបចំទុកឲ្យតើមានបញ្ហានឹងត្រៀមនឹងធ្វើមិនដឹងការចប់បើចោលសៀមនៅតែរករឿងរកថ្ងៃយ៉ាងនេះបាក់សំខាន់ចាស់ជរាក្មេងត្រូវខាតរៀនខាតសូត្រមើលនេះមើលទស្សនវិជ្ជាចេះបានដឹងថាកំសត់វេទនាប៉ុណ្ណាមិនដឹងថាពេលណាបានចប់ថ្ងៃណាក៏ថ្ងៃវារករឿងដែរនេះមើលទាំងអស់គ្នាថ្ងៃរត់នឹងតាមផ្លូវសើតម៉ូតូសើតឡានសម្រាប់អ្នកជិះដែនរងថ្ងៃនឹងគឺគ្រាន់តែលឺផ្គរលាន់ក៏ភ័យដែរកូនផ្ទះរកភ្លៀងនឹងក៏ភ័យដែរហើយឮតែសំឡេងអីបន្តិចហ្នឹងក៏នាំគ្នាភ័យចង់បាក់ស្បាតបន្ទាប់ពីសង្គ្រាម2ដងមកហ្នឹងវេទនាណាសង្ឃឹមថាឆាប់ចប់ឆាប់ឯសាររងថ្ងៃណាថៃចាស់ចោលសៀមនៅតែរករឿងរហូតមិនដឹងកាលទេបានចប់នេះស្រុកអ្នកភូមិធ្វើស្រែនឹងក៏ចេះតែបថុយធ្វើដឹងបានជ្រូតដឹងបានកាត់ដឹងអីអត់បើមិនធ្វើមានអីហូបអញ្ចឹងចេះតែប្រឹងធ្វើផ្សងព្រេងអញ្ចឹងទៅបើវាមិនមានបញ្ហាអីទៅក៏បានជ្រូតបានកាត់ធម្មតាទៅ
បើកអត់សូវបានលឿនទេដោយសារមនុស្សពេញផ្លូវចឹងមានបើកតិចធ្វើមិនឲ្យតើផុតកន្លែងគ្រោះថ្នាក់អានឹងនាំគ្នាឈប់សម្រាប់តម្រង់ចង្កេះដោយសារឥឡូវហ្នឹងពេលកំពុងបើកហ្នឹងគឺម្នាក់ស្រែកគ្រប់គ្នាជាអៀតពលពួកអីញាត់យកនេះរងឲ្យចេះតែបរំខ្លាចតែមានលើកទី3សម្រាប់ក្មេងៗអត់បញ្ហាទេគាត់អាចរត់អាចអីបានតែសម្រាប់ចាស់ជរាដូចគាត់ឥឡូវគាត់ជរាគាត់លេងដើរបានសម្បីតែបត់ជើងគាត់លេងបត់ជើងខ្លួនឯងបានពេលយ៉ាងពិបាកចេះគិតថាបើសិនជាអញ្ចឹងទៀតនឹងដឹងវេទនាមិនទៀតទេបាទហើយពេលហ្នឹងពេលបើកម្ដងម្ដុំកន្លែងនេះនឹងយើងវានឹងធូរតិចហើយស្អាតវាផុតនៅឆ្ងាយដែរនេះតែទៅដល់ផ្លូវ8កលែនបានឈប់សម្រាប់នាំគ្នាហូបបាយហូបទឹកពួកអីតាំងពីផ្ទុះតាំងព្រឹកចាប់ដើមឡើងផ្ទុះបណ្ដោយអញ្ចឹងមានតែតន់បានហូបអីទេចាប់ញាត់ឡើងមកនេះតាគួយមុខនោះគាត់មានដឹងតែគាត់ស្ពឹកជើងខ្លាំងអីទេមិនបានឲ្យគាត់នៅសម្រាប់ហ្នឹងអត់បានឲ្យគាត់ចុះដើរធ្វើសរសៃគាត់ទេគាត់អង្គុយនៅលើឡាន